បាទសួស្តីវីដេអូនេះយើងនឹងបានដឹងទៅលើឋានានុក្រមនៃច្បាប់តែច្បាប់ណាដែលមានឋានានុក្រមខ្ពស់បំផុតហើយច្បាប់ណាខ្លះដែលមានឋានានុក្រមបន្ទាប់ហើយទី2យើងនឹងដឹងពីអាជ្ញាធររដ្ឋបាលណាខ្លះដែលមានសិទ្ធិចេញលិខិតគតិយុត្តអ្វីខ្លះឧទាហរណ៍ដូចជាព្រះមហាក្សត្រតើព្រះអង្គមានសិទ្ធិចេញលិខិតគតិយុត្តអ្វីខ្លះនាយករដ្ឋមន្ត្រីតើគាត់មានសិទ្ធិចេញលិខិតគតិយុត្តអ្វីខ្លះអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌតើគាត់មានសិទ្ធិចេញលិខិតគតិយុត្តណាខ្លះហើយឃុំសង្កាត់តើមានសិទ្ធិចេញលិខិតគតិយុត្តណាខ្លះហើយទាំងអស់នេះគឺសំខាន់មែនតើបើសិនជាមន្ត្រីរាជការគឺក្នុងកិច្ចការងារប្រចាំថ្ងៃហើយបើសិនជាសិស្សនិស្សិតបងប្អូនដែលត្រូវការប្រឡងប្រជែងវារឹតតែសំខាន់នៅក្នុងការយកខ្លឹមសារទាំងអស់ហ្នឹងយកទៅធ្វើការប្រឡងប្រជែងបាទអញ្ចឹងឋានានុក្រមនៃច្បាប់នៃព្រះរាជាណាចក្រកម្ពុជាគឺរដ្ឋធម្មនុញ្ញគឺមានឋានានុក្រមខ្ពស់ជាងគេរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគឺចេញនៅឆ្នាំ1993ដែលត្រូវបានឡាយបោះលេខាដោយព្រះអង្គព្រះបាទនរោត្តមសីហនុហើយឋានានុក្រមបន្ទាប់ពីរដ្ឋធម្មនុញ្ញគឺមានសន្ធិសញ្ញានៃកិច្ចព្រមព្រៀងសន្ធិសញ្ញានៃកិច្ចព្រមព្រៀងគឺជាកិច្ចព្រមព្រៀងរវាងប្រទេសនិងប្រទេសឧទាហរណ៍ដូចជាកិច្ចព្រមព្រៀងសន្ធិសញ្ញាស្តីពីវិទ្យាប័ណ្ណរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនឧទាហរណ៍មួយទៀតដូចជាសន្ធិសញ្ញាបារាំងសៀមនៅឆ្នាំ1904ដល់1907ដែលសៀមត្រូវព្រមព្រៀងកំណត់ព្រំដែននិងតំណែងតំណងនឹងផ្ដល់នៅខេត្តមួយចំនួនមកឲ្យប្រទេសកម្ពុជាវិញបាទបន្ទាប់ទៀតគឺច្បាប់ហើយឋានានុក្រមដែលទាបជាងគេគឺបទបញ្ជាយើងមើលលិខិតគតិយុត្តលិខិតគតិយុត្តចេញដោយអាជ្ញាធររដ្ឋបាលមានដូចជាទី1ព្រះមហាក្សត្រចុះព្រះមហាក្សត្រព្រះអង្គមានសិទ្ធិចេញព្រះរាជក្រមព្រះរាជក្រមគឺជាសេចក្តីសម្រេចផ្លូវការដែលចេញដោយព្រះមហាក្សត្រក្នុងការប្រកាសឲ្យប្រើប្រាស់ច្បាប់បន្ទាប់ពីរដ្ឋសភាបានអនុម័តនិងប្រសិទ្ធភាពបានបណ្ដាលរាជរដ្ឋអញ្ចឹងច្បាប់ទី1គឺច្បាប់ធម្មនុញ្ញច្បាប់ធម្មនុញ្ញគឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះបាទនរោត្តមសីហនុបានឡាយប្រហោះលេខាប្រកាសប្រើប្រាស់នៅថ្ងៃទី24កញ្ញាឆ្នាំ1993បានអញ្ចឹងច្បាប់រដ្ឋធម្មនុញ្ញគឺមានតែមួយទៀតនៅក្នុងប្រទេសបន្តមកទៀតគឺច្បាប់រៀបចំអង្គការឬច្បាប់អង្គិនគឺជាច្បាប់ដែលបង្កើតក្រសួងស្ថាប័នឬច្បាប់បង្កើតអង្គចាត់តាំងមានដូចជាច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិច្បាប់ស្តីពីការបង្កើតក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិហើយមានច្បាប់ជាច្រើនទៀតទី3នេះគឺច្បាប់ធម្មតាចុះព្រះរាជក្រមបង្កើតច្បាប់រដ្ឋធម្មនុញ្ញច្បាប់បង្កើតអង្គការនិងច្បាប់ធម្មតាចុះច្បាប់ធម្មតាគឺជាច្បាប់ដែលអនុម័តដោយរដ្ឋសភានិងពិនិត្យដោយប្រសិទ្ធភាពបង្កើតឡើងសម្រាប់គ្រប់គ្រងសង្គមទាំងមូលឲ្យមានសណ្ដាប់ធ្នាប់និងដើម្បីរៀបចំនៅសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឲ្យមានដូចជាច្បាប់ចរាចរណ៍ផ្លូវគោកច្បាប់ស្តីពីអន្តោប្រវេសន៍ច្បាប់ស្តីពីកិច្ចការពីបរិស្ថាននិងគ្រប់គ្រងធនធានធម្មជាតិនិងមានច្បាប់ជាច្រើនទៀតបានអញ្ចឹងព្រះរាជក្រមចេញឡាយបរោះលេខាដោយព្រះមហាក្សត្រប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញប្រកាសឲ្យប្រើច្បាប់រៀបចំអង្គការនិងច្បាប់ធម្មតាគឺច្បាប់បង្កើតឡើងសម្រាប់គ្រប់គ្រងសង្គមទាំងមូលឲ្យមានសណ្ដាប់ធ្នាប់និងសេរីភាពរបស់ប្រជាពលរដ្ឋចឹងព្រះមហាក្សត្រមានសិទ្ធិចេញនៅព្រះរាជក្រឹត្យយើងព្រះរាជក្រឹត្យគឺបែងចែកជា2គឺព្រះរាជក្រឹត្យដែលមានលក្ខណៈជាបទបញ្ជាទូទៅនិងព្រះរាជក្រឹត្យដែលមានលក្ខណៈជាឯកតភូតព្រះរាជក្រឹត្យដែលមានលក្ខណៈជាបទបញ្ជាទូទៅប្រើប្រាស់សម្រាប់បង្កើតនិងកំណត់បញ្ជាណែនាំអនុវត្តមានដូចជាព្រះរាជក្រឹត្យបង្កើតរាជធានីខេត្តថ្មី
ព្រះរាជក្រឹត្យស្តីពីការកំណត់លក្ខន្តិកៈដែលឡែកនៃក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ព្រះរាជក្រឹត្យស្តីពីការបង្កើតគ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជាអញ្ចឹងមានតទៅទៀតនេះទាំងនេះគឺជាព្រះរាជក្រឹត្យដែលមានលក្ខណៈជាបទបញ្ជាទូទៅក្នុងការណែនាំឲ្យអនុវត្តអញ្ចឹងទៅណាចែកទី2នោះព្រះរាជក្រឹត្យគឺមានលក្ខណៈជាឯកតភូតដែលនាយករដ្ឋមន្ត្រីប្រើឆន្ទៈនុសិទ្ធស្នើឡើងអញ្ចឹងឯកតភូតនេះគឺមានចរិតលក្ខណៈ3គឺមានថាឯកតភូតគឺផ្ដោតទៅលើលិខិតតែងតាំងបញ្ចប់និងផ្លាស់ប្ដូរណាមានន័យថាតែងតាំងតំណែងតួនាទីបញ្ចប់ឋានៈតំណែងតួនាទីនិងការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាលផ្លាស់ប្ដូរទីកន្លែងអញ្ចឹងអានឹងគឺមានលក្ខណៈជាឯកតភូតហើយបទបញ្ជាគឺមានន័យថាការណែនាំមកអនុវត្តអូខេអញ្ចឹងយើងមើលព្រះរាជក្រឹត្យដែលមានលក្ខណៈឯកតភូតហើយព្រះរាជក្រឹត្យដែលមានលក្ខណៈឯកតភូតនេះគឺត្រូវបានស្នើឡើងដោយនាយករដ្ឋមន្ត្រីអញ្ចឹងមុខងារសាធារណៈសម្រាប់តាក់តែងតម្រូវថ្នាក់ផ្លាស់ប្ដូរដាក់ជួយនិវត្តន៍ការដាក់ឲ្យនៅក្រៅក្របខ័ណ្ឌដើមសម្រាប់មន្ត្រីរាជការជាន់ខ្ពស់នៃរដ្ឋបាលថ្នាក់ជាតិតាមសំណើរបស់រដ្ឋាភិបាលមុខងារនយោបាយការតែងតាំងរាជរដ្ឋាភិបាលរដ្ឋលេខាធិការអនុរដ្ឋលេខាធិការនិងក្រុមប្រឹក្សារាជធានីខេត្តការផ្ដល់គ្រឿងឥស្សរិយយសការផ្ដល់ក្រុមងារការផ្ដល់សញ្ជាតិការបទុមបន្ថយទោសនិងលើកលែងបានចឹងនេះគឺព្រះរាជក្រឹត្យមានលក្ខណៈជាឯកតភូតដែលចេញដោយព្រះមហាក្សត្រចេះយើងមើលទី2នាយករដ្ឋមន្ត្រីថាតើនាយករដ្ឋមន្ត្រីគឺគាត់មានសិទ្ធិចេញនៅលិខិតឯកគតិយុត្តណាខ្លះចឹងនាយករដ្ឋមន្ត្រីមានសិទ្ធិចេញអនុក្រឹត្យបានអញ្ចឹងបើសិនជាយើងគិតទៅលើការប្រឡងគេដាក់មកនាយករដ្ឋមន្ត្រីមានសិទ្ធិចេញអនុក្រឹត្យប្រកាសដីកានិងព្រះរាជក្រឹត្យអញ្ចឹងឲ្យយើងមើលតើមួយណាត្រឹមត្រូវអញ្ចឹងវាពាក់ព័ន្ធទៅនឹងការប្រឡងអញ្ចឹងនាយករដ្ឋមន្ត្រីមានសិទ្ធិចេញអនុក្រឹត្យគឺមាន2ដែរមានលក្ខណៈជាបទបញ្ជាទូទៅនិងមានលក្ខណៈជាឯកតភូតមានលក្ខណៈឯកតភូតគឺសម្រាប់ការតែងតាំងតម្រូវថ្នាក់ផ្លាស់ប្ដូរការដាក់ជួយនិវត្តន៍ការដាក់អនុក្រៅក្របខ័ណ្ឌដើមសម្រាប់មន្ត្រីរាជការជាន់ខ្ពស់នៃរដ្ឋបាលថ្នាក់ជាតិតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសម័យចេញសេចក្តីសម្រេចគឺជាលិខិតបទដ្ឋានគតិយុត្តដែលចេញដោយនាយករដ្ឋមន្ត្រីដែលសេចក្តីសម្រេចនេះมันអាចមានខ្លឹមសារផ្ទុយនឹងលិខិតបទដ្ឋានគតិយុត្តដែលមានឋានន្តរខ្ពស់ជាងឡើយដោយប្រមុខរាជរដ្ឋាភិបាលអាចចេញសេចក្តីសម្រេចគ្រប់ដណ្ដប់ទៅលើវិស័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួនសារាចររបស់ប្រមុខរាជរដ្ឋាភិបាលប្រើសម្រាប់ណែនាំឲ្យអនុវត្តអនុក្រឹត្យបានអញ្ចឹងសារាចរនេះគឺជាលិខិតមួយប្រើសម្រាប់ណែនាំឲ្យអនុវត្តអនុក្រឹត្យបាទអញ្ចឹងសេចក្តីសម្រេចគឺជាលិខិតបទដ្ឋានគតិយុត្តសមសេចក្តីសម្រេចតិចសេចក្តីសម្រេចគឺជាលិខិតបទដ្ឋានគតិយុត្តដែលចេញដោយរដ្ឋមន្ត្រីដែលសេចក្តីសម្រេចនេះมันអាចមានខ្លឹមសារផ្ទុយទៅនឹងលិខិតបទដ្ឋានគតិយុត្តដែលមានឋានៈក្រៅខ្ពស់ជាងឡើយដោយប្រមុខរាជរដ្ឋាភិបាលអាចចេញសេចក្តីសម្រេចគ្រប់ដណ្ដប់ទៅលើគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអូខេអញ្ចឹងមានប៉ុណ្ណឹងទេយើងមើលរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងស្ថាប័នយើងរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងស្ថាប័នក៏មានសិទ្ធិចេញប្រកាសខ្ញុំសរុបមកវិញព្រះមហាក្សត្រចេញព្រះរាជក្រឹត្យនាយករដ្ឋមន្ត្រីចេញអនុក្រឹត្យហើយទី3រដ្ឋមន្ត្រីចេញប្រកាសចេញប្រកាសព្រះរាជក្រឹត្យនិងអនុក្រឹត្យគឺមាន2លក្ខណៈដូចគ្នាអញ្ចឹងគឺមានលក្ខណៈជាបទបញ្ជាទូទៅនិងលក្ខណៈជាឯកតភូតបទបញ្ជាទូទៅគឺជាការណែនាំឲ្យអនុវត្តហើយឯកតភូតគឺផ្ដោតទៅលើការតែងតាំងការផ្លាស់ប្ដូរការដំឡើងទី2គឺមានការបង្កើត
មានប្រកាសអន្តរក្រសួងអញ្ចឹងរដ្ឋមន្ត្រីគឺអាចមានសិទ្ធិចេញនៅប្រកាសអន្តរក្រសួងហើយទី3នោះគឺសេចក្តីសម្រេចអញ្ចឹងរដ្ឋមន្ត្រីគឺមានសិទ្ធិចេញសេចក្តីសម្រេចដែរគឺជាលិខិតបទដ្ឋាគតិយុត្តដែលចេញដោយរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងស្ថាប័ននានាតែសេចក្តីសម្រេចនេះមិនអាចមានខ្លឹមសារផ្ទុយនឹងលិខិតបទដ្ឋាគតិយុត្តដែលមានឋានៈក្រខ្ពស់ជាងឡើយចំពោះការអនុវត្តសេចក្តីសម្រេចនេះបើតែនៅក្នុងវិស័យរបស់ខ្លួនតែប៉ុណ្ណោះសារាចររបស់ក្រសួងស្ថាប័នមិនត្រូវមានខ្លឹមសារផ្ទុយនឹងខ្លឹមសាររបស់សារាចររបស់ប្រមុខរាជរដ្ឋាភិបាលឡើយព្រោះសារាចររបស់នាយរដ្ឋមន្ត្រីមានឋានៈខ្ពស់ជាងហើយសារាចររបស់ក្រសួងស្ថាប័នច្រើនប្រើសម្រាប់អនុវត្តប្រកាសឬអនុក្រឹត្យក្នុងការងារលំដាប់ណាមួយបានអញ្ចឹងសារាចររបស់នាយរដ្ឋមន្ត្រីគឺចេញមកដើម្បីឲ្យអនុវត្តនៅអនុក្រឹត្យហើយសារាចររបស់ក្រសួងស្ថាប័នគឺចេញមកដើម្បីឲ្យអនុវត្តប្រកាសឬអនុក្រឹត្យនៅក្នុងសេចក្តីលម្អិតណាមួយចង់បញ្ជាក់បន្ថែមអញ្ចឹងណាបានយើងមើលនៅអភិបាលខេត្តក្រុងស្រុកខណ្ឌគឺជាអាជ្ញាធររដ្ឋបាលតំណាងរាជរដ្ឋាភិបាលក្នុងការដឹកនាំគ្រប់គ្រងរដ្ឋបាលនោះដែលមានសិទ្ធិចេញដីកាមានលក្ខណៈឯកតភូតប្រភេទលិខិតបទដ្ឋាគតិយុត្តរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌរួមមានដីកាគឺមានពីរដូចគ្នាអញ្ចឹងមានលក្ខណៈជាឯកតភូតបានឯកតភូតគឺមានលក្ខណៈជាការតែងតាំងដំឡើងផ្លាស់ប្ដូរហើយលក្ខណៈទូទៅនេះគឺការណែនាំអនុវត្តបទបញ្ជាដូចជាច្បាប់មកអញ្ចឹងណានៅលក្ខណៈទូទៅហ្នឹងឲ្យអនុវត្តជាលក្ខណៈទូទៅហើយឲ្យមានសិទ្ធិចេញសេចក្តីសម្រេចในការណែនាំអញ្ចឹងអត់មានសិទ្ធិចេញសារាចរណានៅក្នុងថ្នាក់ក្រមជាតិគឺមានចេញសេចក្តីណែនាំអត់មានសិទ្ធិចេញនៅសារាចរអីដូចនាយករដ្ឋមន្ត្រីហើយនឹងព្រះមហាក្សត្រនោះទេយើងមើលអភិបាលក្រុងស្រុកខណ្ឌសម្រាប់អាជ្ញាធររដ្ឋបាលក្រុងស្រុកខណ្ឌក៏មានសិទ្ធិអំណាចក្នុងការដាក់ចេញនូវដីកាដោយដែលបានរៀបរាប់ខាងលើដែរអភិបាលរាជធានីខេត្តប៉ុន្តែក្នុងលិខិតបទដ្ឋាគតិយុត្តដែលចេញត្រូវអនុលោមទៅតាមឋានៈក្រមដែរយើងមើលទី6ចុងក្រោយនេះគឺមេឃុំចាស់សង្កាត់ដើម្បីអនុវត្តមុខងាររបស់ខ្លួនរដ្ឋបាលឃុំសង្កាត់មានអំណាច2គឺអំណាចបញ្ញត្តិនិងអំណាចប្រតិបត្តិអំណាចប្រតិបត្តិមានន័យថារដ្ឋបាលឃុំសង្កាត់មានសិទ្ធិអនុវត្តសេចក្តីសម្រេចរបស់ខ្លួននៅក្នុងក្របខ័ណ្ឌទូនាទីមុខងារនិងអំណាចរបស់ខ្លួនដែលច្បាប់បានប្រគល់ឲ្យអំណាចនេះត្រូវបានធ្វើប្រតិភូកម្មទៅឲ្យមេឃុំចាស់សង្កាត់និងអនុវត្តក្នុងនាមក្រុមប្រឹក្សាឃុំសង្កាត់អំណាចបញ្ញត្តិត្រូវធ្វើឡើងតាមរយៈដីកាឃុំសង្កាត់តាមរយៈការសម្រេចរបស់ក្រុមប្រឹក្សាឃុំសង្កាត់ហើយចុះតលេខាដោយមេឃុំចាស់សង្កាត់សម្រាប់គ្រប់គ្រងកិច្ចការនានាក្នុងក្របខ័ណ្ឌទូនាទីមុខងារនិងអំណាចរបស់ខ្លួនដែលច្បាប់បានប្រគល់ដីការបស់ឃុំសង្កាត់មានប្រសិទ្ធភាពអនុវត្តទៅក្នុងរង្វង់ដែនដីរបស់ខ្លួនប៉ុណ្ណោះដីការបស់ឃុំសង្កាត់មិនអាចមានខ្លឹមសារផ្ទុយនឹងលិខិតទុបកអន្តរជាតិដែលកម្ពុជាទទួលស្គាល់និងត្រូវគោរពតាមលិខិតបទដ្ឋាគតិយុត្តដែលមានឋានៈក្រមខ្ពស់ជាងឃើញអញ្ចឹងយើងមានតែប៉ុណ្្នឹងទេបានឋានៈក្រមរបស់អាជ្ញាធររដ្ឋបាលដែលមានសិទ្ធិចេញនៅលិខិតគតិយុត្តអញ្ចឹងអាជ្ញាធររដ្ឋបាលរបស់យើងគឺមាន6កម្រិតនៅក្នុងនេះគឺមានព្រះមហាក្សត្រនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងស្ថាប័នអភិបាលខេត្តអភិបាលក្រុងស្រុកខណ្ឌនិងមេឃុំចាស់សង្កាត់បាទចេះមានប៉ុណ្ណឹងទេហើយជួបគ្នានៅវីដេអូក្រោយទៀត